ប្រសិនបើយើងរំលឹកទៅដល់សម័យកាលដែលជឿចាប់នៅក្នុងប្រទេសកម្ពុជារបស់យើងនោះយើងប្រហែលជាមិនភ្លេចទេនៅសម័យកាលដ៏ជឿចាប់បំផុតគឺសម័យកាលខ្មែរក្រហមដែលគេហៅថារបបកម្ពុជាប្រជាធិបតេយ្យគិតចាប់ពីឆ្នាំ1975ដល់ឆ្នាំ1979នៅសម័យនោះគេប្រើឲ្យប្រជាជនធ្វើការទាំងថ្ងៃទាំងយប់ជន់អង្ការដោយគ្មានការជប់សម្រាកឬក៏ថ្ងៃសៅរ៍អាទិត្យបុណ្យទានឡើយក៏ប៉ុន្តែប្រសិនបើធ្វើការបែបនេះជារៀងរហូតតើប្រជាជនទាំងនោះពួកគេអាចមានពេលដើម្បីឬគូស្រករឬក៏រៀបការដែរឬទេនេះគឺជាសំណួរដែលប្រជាជនចំនួនថ្មីឬក៏បច្ចុប្បន្នតែងតែសួរចាស់ចំនួនមុនយុវជនយុវនារីមិនអាចរើសគូស្រករតាមបំណងរបស់ខ្លួនទេពោលគឺអង្គការជាអ្នករៀបចំឲ្យបើនរណាទាស់នឹងសម្ដីរបស់អង្គការគឺត្រូវទទួលទរណកម្មឲ្យធ្វើការជាទម្ងន់ឬក៏ត្រូវសម្លាប់ចោលការរៀបចំគ្រួសារថ្មីគឺរៀបចំឡើងដោយមានកូនកំលោះនិងកូនក្រមុំជាច្រើនគូហើយគ្មានប្រារព្ធតាមពិធីប្រពៃណីខ្មែរទេមានករណីជាចាំបាច់មួយទៀតត្រូវបានអនុវត្តដូចជាចំពោះប្រជាជនធម្មតានិងកម្មាភិបាលខ្មែរក្រហមគឺការជ្រើសរើសយកប្រវត្តិរូបដូចគ្នានិងក្នុងវណ្ណៈទាំង3គឺវណ្ណៈពាក់កណ្ដាលថ្នាក់លើវណ្ណៈពាក់កណ្ដាលថ្នាក់ក្រោមនិងវណ្ណៈពាក់កណ្ដាលថ្នាក់កណ្ដាលមានន័យថាគ្រួសារថ្មីដែលអង្គការរៀបចំរួចគឺស្ថិតនៅក្នុងវណ្ណៈស្មើគ្នាការរៀបចំគ្រួសារនេះត្រូវបានខ្មែរក្រហមមិនអោយប្រជាជនដឹងមុនទេសូម្បីតែឈ្មោះឬក៏មុខមាត់នៃអនាគតគ្រួសារថ្មីក៏មិនអោយប្រជាជនដឹងមុនផងដែរសូម្បីតែមិត្តភ័ក្តិបងប្អូនក៏មិនអាចចូលរួមអបអរសាទរដែរដោយហេតុថាខ្មែរក្រហមអោយប្រជាជនទាំងអស់ចាត់ទុកអង្គការគឺជាម្ដាយឪពុកក្នុងពិធីរៀបចំគ្រួសារថ្មីនេះរបបនៃការហូបចុកគឺមិនដូចគ្នាទេនៅកន្លែងខ្លះមានគោក្របីគឺគេកាប់បរិភោគធម្មតាក៏ប៉ុន្តែនៅកន្លែងដែលខ្វះខាតគឺនៅតែហូបបបរសធម្មតានៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យអង្គការបានប្រើពាក្យបដិប្រពន្ធទៅជាការរៀបចំគ្រួសារថ្មីចំណែកឯបាម៉ាក់គឺអង្គការជំនួសឲ្យពាក្យម្ដាយឪពុកវិញពីព្រោះមិនស័ក្តិសមទៅនឹងលក្ខណៈសង្គមរបស់អង្គការហើយពាក្យនោះគឺបង្ហាញលក្ខណៈច្បាស់លាស់ពេកនៅថ្ងៃរៀបចំគ្រួសារបុរសនិងនារីត្រូវឈរជាពីរជួររៀងគ្នារួចឈរបែរមុខទៅរកគ្នាបន្ទាប់មកប្រធានភូមិបញ្ជាឲ្យគូទាំងនោះចាប់ដៃគ្នាហើយធ្វើការបដិញ្ញាចិត្តបម្រើអង្គការអស់មួយជីវិតការរៀបចំគ្រួសារថ្មីក្នុងសម័យខ្មែរក្រហមគឺគេធ្វើឡើងជារួមប្រសិនបើពិធីតូចគឺគេរៀបចំកូនកំលោះនិងកូនក្រមុំចន្លោះពី3ទៅ10គូប្រសិនបើពិធីធំគឺគេរៀបចំកូនកំលោះកូនក្រមុំពី30ទៅ50គូឬក៏ដល់ជាង100គូទៀតផងហើយត្រូវរៀបចំប្រារព្ធឡើងពិធីរួមក្នុងរាត្រីតែមួយបន្ទាប់ពីបញ្ចប់ពិធីរៀបការគ្រួសារថ្មីទទួលបានការអនុញ្ញាតឲ្យរស់នៅជាមួយគ្នានៅពេលយប់គឺមានក្រុមអង្គការផ្នែកមនុស្សដើរស៊ើបតាមផ្ទះតាមភូមិនានាដើម្បីស៊ើបឲ្យដឹងថាតើស្ម័គ្រមិត្តដែលបានរៀបការទាំងនោះបានរួមរស់បង្កើតកូនឲ្យអង្គការដែរឬទេប្រសិនបើស្ម័គ្រមិត្តទាំងនោះបាននិយាយដើមអង្គការព្រមទាំងមិនធ្វើតាមអង្គការនោះគឺត្រូវអង្គការដាក់ទោសឲ្យធ្វើទារុណកម្មឬក៏ត្រូវសម្លាប់ចោលប៉ុន្តែការរស់នៅនេះគឺបានតែ2ឬ3ថ្ងៃប៉ុណ្ណោះបន្ទាប់មកគឺត្រូវធ្វើការតាមការដ្ឋានរៀងខ្លួនធម្មតាវិញខ្ញុំសន្យាស្មោះស្ម័គ្របំរើការមួយជីវិតអរគុណស្ម័គ្រមិត្តអង្គការជំនួសឲ្យស្ម័គ្រមិត្តរស់នៅដោយជំនាញនិងអង្គការគោលឲ្យអង្គការឲ្យបានច្រើនជំទុកអង្គការជំពេឲ្យដល់ថ្ងៃសម្រាប់ស្ម័គ្រមិត្តរស់នៅជាមួយគ្នាការរៀបអាពាហ៍ពិពាហ៍នេះខ្ញុំមិនពេញចិត្តនៅស្ម័គ្រមិត្តឯងសោះព្រោះឯការរៀបអាពាហ៍ពិពាហ៍នេះអង្គការជាអ្នករៀបចំឲ្យហើយខ្ញុំក៏មិនដែលស្គាល់ស្ម័គ្រមិត្តឯងថាជាណាគេមកពីណាដែរហើយស្ម័គ្រមិត្តឯងឡើងសាក់ទីកត្រហើយបាក់ដៃបាក់ជើងទៀតខ្ញុំមិនពេញចិត្តនៅស្ម័គ្រមិត្តឯងទេ ខ
ខ្ញុំក៏ពេញចិត្តសមមិត្តឯងដែរសក់ក្បាលនឹងកត្រឹងស្បែកនឹងខ្មៅខ្លួននឹងស្គមមិនដឹងពូជពងមកពីណាទេ ខ្ញុំក៏ពេញចិត្តស្ម័គ្រមិត្តឯងដែរអញ្ចឹងថ្ងៃណាមួយយើងនឹងរៀបគម្រោងរួចរំលំអង្គការចោល ស្ម័គ្រមិត្តកុំអង្គុយចិត្តខ្ញុំពេកខ្ញុំអត់ពេញចិត្តនឹងស្ម័គ្រមិត្តឯងទេ ខ្ញុំក៏ពេញចិត្តនឹងសមមិត្តឯងដែរមិនដឹងទីមកពីណាពីណីអង្គការចេះតែឲ្យខ្ញុំរៀបការជាមួយមិនគួរណាអង្គការធ្វើបែបហ្នឹងសោះ ហើយយើងរៀបគម្រោងការរួចរំលំខ្មែរក្រហមហ្នឹងហ្មងណា មានអីចាំថ្ងៃណាចាំរៀបចំហ្មងទៅ សូមរាយការណ៍អង្គការយកមិញនេះស្ម័គ្រមិត្តនោះនិងស្ម័គ្រមិត្តណែតមិនបានរស់នៅជាមួយគ្នាទេពួកគេថែមទាំងមានកម្រោងរៀបចំបទអង្គការទៀតផង ល្អណាស់សម្រាប់អង្គការនឹងចាត់វិធានការចំពោះគ្រួសារខ្មែរដែលមានកម្រោងបត់អង្គការ